ពុំមែនបងប្អូនថ្ងៃនេះយើងមកតាមបានព័ត៌មានថ្មីមួយទៀតទាក់ទងនឹងព័ត៌មានក្តៅដែលយើងស្ដាប់ហើយគឺគួរឲ្យចូលរួមសោកស្ដាយនិងឈឺចាប់បំផុតសម្រាប់យើងជាប្រជាជនខ្មែរដូចគ្នាបាទដែលសៀមវាធ្វើទង្វើយ៉ាងខុសខើប្រៃផ្សៃមកដាក់ប្រទេសកម្ពុជាយើងដូច្នេះយើងត្រូវតែខ្លាំងទៅផ្អែកកុំឲ្យជនជាតិដទៃមើលងាយយើងបានបាទចឹងយើងតាមដានទាំងអស់គ្នាបាទទាហានថៃឈុតខ្មៅរំលោភនារីខ្មែរអាយុ18ឆ្នាំកាលពីយប់ថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នេះបាទទាហានសៀមមួយក្រុមពិតជាប្រៃផ្សៃមែនបាទស្ត្រីខ្មែរម្នាក់ត្រូវបានទាហានឈុតខ្មៅសៀម7នាក់បានចាប់រំលោភមកកាលពីយប់កាលពីត្រឡប់មកដល់ជិតព្រំដែនបាទខេត្តបាត់ដំបងនារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុសស្រីជាង10នាក់ត្រូវបានក្រុមទាហានឈុតខ្មៅខូខៅរបស់សៀមយ៉ាងតិច7នាក់បានចាប់នាងរំលោភបោកពេលពួកនាងធ្វើដំណើរត្រឡប់ពីប្រទេសសៀមមកកាន់ប្រទេសកម្ពុជាវិញមកកាន់ប្រទេសកំណើតវិញបាទចូលរួមបាទឈឺចាប់ជំនួសបាទហើយថែមទាំងវាយធ្វើទរណកម្មដល់ពលករប្រុសនិងប្លន់យកទូរស័ព្ទនិងលុយកាក់អស់គ្មានសល់នេះបើតាមប្រភពព័ត៌មានរបស់មន្ត្រីព្រំដែនបាទបើតាមសេចក្តីរាយការណ៍ទង្វើដ៏ខុសខើរបស់ពួកសៀមប្រព្រឹត្តមកលើពលករខ្មែរខាងលើនេះបានកើតឡើងនៅយប់ថ្ងៃទី15ខែវិច្ឆិកាខណៈដែលក្រុមពលករខ្មែរធ្វើដំណើរវិលត្រឡប់ពីស្រុកសៀមមកជិតដល់ព្រំដែនខ្មែរសៀមបាទឈប់នឹងស្រុកកំរៀងខេត្តបាត់ដំបងក្រុមពលករខ្មែរមានចំនួន13នាក់ក្នុងនោះមានស្ត្រីចំនួន6នាក់និងក្មេងតូចម្នាក់ផងដែរបាទប្រភពដដែលបានប្រាប់ថាក្រុមពលករខ្មែរទាំងនេះបានឆ្លងអូរព្រំដែនមកចូលមកកាន់ប្រទេសកំណើតវិញនៅម៉ោងប្រហែល10យប់នាទីបាទ15វិច្ឆិកាតាមចរន្តរបៀងមួយកន្លែងក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយជ័យស្ថិតក្នុងភូមិស្វាយឃុំបឹងលៀងស្រុកកំរៀងពលក្រុមពលករខ្មែរទាំង13នាក់បានឆ្លងអូរព្រំដែនរួចផុតពីកំញាំដៃពួកទាហានសៀមក្រោយពេលពួកទាហានសៀមវាយធ្វើទរណកម្មនិងចាប់រំលោភលើនារីខ្មែរម្នាក់យ៉ាងខុសខើបាទនារីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅសៀមចំនួន7នាក់ព្រួតគ្នាចាប់រំលោភនាងនោះឈ្មោះធូសហអាយុ18ឆ្នាំក្រុមពលករខ្មែរទាំងនោះមិនបានចាំឬស្គាល់ចំណុចដែលក្រុមទាហានសៀមបានវាយធ្វើបាបទេប៉ុន្តែពួកគេនិយាយថាទង្វើដ៏សាហាវប្រៃផ្សៃរបស់ពួកទាហានសៀមបានកើតឡើងនៅក្នុងទឹកដីសៀមពេលពួកគេធ្វើដំណើរតាមរថយន្តមកជិតដល់ព្រំដែនសៀមខ្មែរបាទប្រភពដដែលបានដកស្រង់សម្ដីពលករទៀតថាស្របពេលដែលពួកទាហានសៀមកំពុងវាយធ្វើទរណកម្មមកលើពួកគេស្រាប់តែពួកវាបានអូសនារីវ័យក្មេងជនរងគ្រោះខាងលើយកទៅរំលោភយ៉ាងខុសខើបំផុតដែលមានគ្នាយ៉ាងតិចចំនួន7នាក់បានចាប់រំលោភលើនាងក្រុមពលករបានបញ្ជាក់ថាក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្តពួកទាហានសៀមបានប្លន់យកទូរស័ព្ទពីក្រុមពលករប្រមាណអស់ទឹកលុយប្រមាណ 6500 បាតនិងទូរស័ព្ទចំនួន4គ្រឿងទៅពួកគេដោះលែងនិងបន្តដំណើរឆ្លងព្រំដែនទាំងកណ្ដាលយប់ត្រឡប់ចូលមកដែនដីខ្មែរវិញបាទនេះគឺជាទង្វើដ៏ប្រៃផ្សៃដែលយើងមិនអាចទទួលយកបានពីក្រុមរបស់ពួកចោសៀមបាទពុកម៉ែបងប្អូនប្រទេសខ្មែរយើងតលតែរួបរวมគ្នាខ្លាំងសាមគ្គីខ្លាំងដោយអ៊ីស្រាអែលទៅឲ្យការពារនៅប្រទេសជាតិរបស់យើងបានបាទសម្រាប់ព័ត៌មានខ្លីប៉ុណ្ណេះសូមបញ្ចប់ប៉ុណ្ណេះទៅតាមពេលវេលាកំណត់បាទសូមអរគុណសូមជម្រាបលាកុំភ្លេចជួយ Subscribe និងតាមដានបន្តបាទសូមជម្រាបលាបាទ